នោះហើយរកឃើញអើយល្អណាស់លបងគំនិតរបស់លបងខ្លាំងមែនទែន I have a dream ខ្ញុំមានសបិនមួយខ្ញុំចង់ប្រើរបស់នេះដើម្បីធ្វើឲ្យពិភពលោកទាំងមូលនេះទទួលស្គាល់ជាតារាខ្ញុំចង់ខ្លាចជាតារាអន្តរជាតិខ្ញុំគឺជាតួកូនល្បីបន្ទាប់ពីជេគីច័ន្ទលីសឡុងពួកយើងទាំង3គឺជាតារាភាពយន្តល្បីល្បាញទេពកោសល្យរបស់ខ្ញុំអស្ចារ្យណាស់គឺតារាទាំង3អធិរាជជំនួយការទៅនេះគឺជាផ្លូវដែលឯងចាស់ហើយមើលផៃទីទៅសិនមើលទៅឆ្លងកាត់ស្ពានមួយហើយទៅដល់ខ្លួនដៃរបស់យើងបង្កើតហើយបើអញ្ចឹងឯងដាក់ឆ្លងកាត់មុនយើងឲ្យវិញខ្ញុំធាត់លោកដើមមុនណាខ្ញុំទៅមុនមើលទៅមើលទៅអីអុយក៏រើខ្ពស់លើហើយចាំឯងដើមមុនទៅវាដូចជាខ្លាចណាស់ទៅដល់ពាក់កណ្ដាលស្ពានបើសិនជាបាត់ទៅពួកយើងគឺមិនបាច់ឆ្លងកាត់ទេឯងដើមមុនទៅខ្ញុំជាអ្នករៀបចំកម្មការធ្វើអញ្ចឹងមិនសាសមហើយឯងចង់បានទេមែនទេខ្ញុំជាបងធំរបស់ឯងស្ដីរបស់ខ្ញុំជាធ្វើតាមហើយទីរបស់ខ្ញុំទុកចិត្តទេឯងទុកចិត្តវាខ្លាំងណាស់ឯងឆ្លងទេយ៉ាងណាត្រូវមើលផៃទីរបស់ឯងទៅឯងទៅពីរនាក់ទេកើតមកជំនួសប្រុសលបងធំបងលបងមកម៉ាត់ជាងយើងតាំងតែពីតូចមកបងមិនចង់ធ្វើគំរូអីបើដើរវាដល់មានបាផងត្រូវមើលរឿងស្មារតីមិនខុសអារម្មណ៍ទេរបស់គេកុំលេចដៃសរទៅសូមអរគុណបដិជគុណក្នុងនាមខ្ញុំជាអ្នកខ្លាំងសូមអរគុណបដិជគុណខ្លាំងណាស់បដិទេក្រឡាបើគ្មានអីអស្ចារ្យទេបដិជគុណនៅវិហារនេះតើមែនទេមែនហើយហើយពួកញោមជាអ្នកទេសចរតើមែនទេត្រូវឡើងក្នុងដើម្បីលេងទឹកបានជួបបដិជគុណសំណាងណាបដិជគុណនៅព្រះវិហារមានប្រសង់ពីរអង្គទៀតដូចបដិជគុណមិនច្រើនទេហើយក៏មិនពីរអង្គដែរអូមិនបើអញ្ចឹងមានប្រសង់ខ្លាំងដូចបដិជគុណនឹងច្រើនទៀតបើហើយជាមិនខ្លាំងប្រហែលទេអាត្មាចឹងប្រាប់ឲ្យហើយបើអាត្មានៅក្នុងវិហារ3ថ្ងៃត្រូវរបួសតិចតួចតែបើឡើងនៅច្រើនថ្ងៃត្រូវរបួសធ្ងន់បើមិនចង់ពួកគេធ្វើបាបតិចក៏ទៅទីនោះអីត្រឡប់ទៅវិញទៅឲ្យកុំនិយាយបែបណាឲ្យសពអីយ៉ាងមិនចឹងស្លាប់ហើយអើយថែខ្លួនផងសើមសំណាងល្អណាលាសិនហើយអរគុណបដិជគុណលើក្រោយជួបគ្នាលើក្រោយជួបគ្នាណាភ្លក់មកទេងាញ់ណានេះជាប៉ាយកវាទៅតុកទៅដឹងហើយតុកទីនេះហេយកបន្លែទៅឆាប់បន្លែមកឃើញមកសាយនំនេះទេពួកយើងបានត្រួតពិនិត្យសពទីកន្លែងនៅតំបន់នេះអស់ទៅហើយខ្ញុំបានត្រៀមការទប់ទល់រួចហើយដែរគំនិតនេះខ្ញុំគិតអស់រយៈពេលពី3ថ្ងៃមកហើយគម្រោងការរបស់ខ្ញុំនឹងក៏បានរៀបចំហើយជាស្រេចដែរភាពយន្តពួកយើងនឹងចេញបញ្ចាំងលើក្រោយហើយតាខ្ញុំសាស៊ីឡុងឲ្យតាមខ្ញុំវិញជារបស់ខ្ញុំមើលទៅខ្មោចឡងចឹងមើលធ្វើអីខ្ញុំកំពុងនិយាយណាហ្នឹងនេះជាការរបស់ខ្ញុំទេឯងស្មាក់ស៊ីទៅឆ្ងាញ់ណាស់ទៅអីឯងស៊ីចេះគិតទេខ្ញុំកំពុងនិយាយជំនួយការនិយាយស្អីដែលត្រូវធ្វើព្រាមលោកក៏មកនិយាយដែរនិយាយស្អីដែលត្រូវធ្វើ
ដំបងយើងត្រូវចូលក្នុងព្រះវិហារសិនហើយបន្ទាប់មកគឺមិនបាច់ញាប់ផ្អើលអីទេនៅក្នុងនោះពួកយើងវាត្រូវតែសម្រេចការងារដោយសុវត្ថិភាពហើយដូច្នេះខ្ញុំបានរៀបចំការដឹកនាំមួយនេះគឺជាការរៀបចំរបស់ខ្ញុំ